ជំរាបសួរលោកគ្រូខ្ញុំឈ្មោះឌឿនរ៉ាឌីមកពីក្រុមទី2ហើយចំពោះក្រុមទី2គឺនិយាយពីប្រធានបទ WebSocket ចំពោះសមាជិកក្រុមមានទាំងអស់9នាក់ទី1ឌឿបញ្ញាគាត់ជាប្រធានក្រុមហើយជាអ្នកសរសេរកូដទី2ហឹងលីហេងគាត់ក៏ជាអ្នកសរសេរកូដដែរទី3សេមីហ្វុនទី4ទុយពិសិដ្ឋទី5សំដាវីតទី6ឌឿនរ៉ាឌីទី7ដូចសថាទី8ណាលញ្ញាទី9ឌីសិង្ហួរជាអ្នក present ហើយនិង research ហើយចំពោះមាតិកាមានដូចជាទី1 introduction ទី2 difference between WebSocket and HTTP ទី3 process of WebSocket ទី4 where do we use WebSocket ទី5 security in WebSocket ទី6 command error and attack ទី7 WebSocket server ទី8 WebSocket API ទី9 WebSocket និង REST API ទី10 reference និង demo object ចំពោះចំណុចទី1 International និយាយអំពីបច្ចេកវិទ្យានិងអ្វីជា WebSocket ចំពោះបច្ចេកវិទ្យាសប្តាហ៍ថ្ងៃកំពុងអភិវឌ្ឍដល់កម្រិតដែលការទំនាក់ទំនងតាមអ៊ីនធឺណិតត្រូវមានល្បឿនលឿននិងមានភាពជាក់ស្ដែងនេះ WebSocket បានក្លាយជាបច្ចេកវិទ្យាសំខាន់មួយសម្រាប់អភិវឌ្ឍកម្មវិធីដែលតម្រូវឲ្យទទួលទិន្នន័យភ្លាមៗដូចជា Chat App System Notification និង Server តាក់ទងគ្នាបានដោយមិនចាំបាច់បើក connection ថ្មីរាល់ពេលទេហើយការប្រើប្រាស់ WebSocket ជាជំហានមួយនៃការចូលរួមក្នុងប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មីហើយអ្វីទៅជា WebSocket គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យមានទំនាក់ទំនងជាក់ស្ដែងរវាង client និង server តាមរយៈ Single Transmission Control Protocol Connection វាផ្ដល់នូវវិធីសាស្ត្រមានប្រសិទ្ធភាពជាង HTTP សម្រាប់កម្មវិធីដែលត្រូវការទិន្នន័យថ្មីជាបន្តបន្ទាប់ដូចជាកម្មវិធី chat, game online និង Line Notification ជាដើមចំណុចទី2និយាយពីភាពខុសគ្នារវាង WebSocket និង HTTP WebSocket និង HTTP សុទ្ធសឹងជាបច្ចេកវិទ្យាដែលប្រើសម្រាប់ទំនាក់ទំនងរវាង client និង server ប៉ុន្តែក៏វាមានភាពខុសគ្នាខ្លះដែរដូច HTTP client ត្រូវ request ម្ដង server ឆ្លើយតបម្ដងតែបើចំពោះ WebSocket វិញ client និង server អាចតាក់ទងគ្នាបានដោយបើក connection តែម្ដងចំណុចខ្ញុំអស់ហើយចំណុចបន្ទាប់ទៀតបាទជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសេងហ្វុនហើយចំណុចខ្ញុំដែរគឺបកស្រាយពីចំណុចទី3 process of WebSocket ឬក៏យើងអាចស្គាល់ថារបៀបដើរនៃ WebSocket យើងសួរថារបៀបដើររបស់ WebSocket ហ្នឹងគឺដើររបៀបម៉េចឥឡូវនេះខ្ញុំនឹងលើកចំណុចដល់6តូចៗដើម្បីឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមយល់ឬក៏ងាយស្រួលក្នុងការយល់ចំណុចទី1គឺ handshake គឺចង់និយាយថានៅពេលដែល client ឬក៏អ្នកប្រើប្រាស់ម្នាក់ៗដែលគាត់ចង់ផ្លាស់ប្ដូរពីserver ធម្មតាទៅជា WebSocket យើងអាចផ្ញើសំណើទៅកាន់ HTTP ទៅកាន់ server បានហើយចំណុចទី2ដែរគឺនៅពេលដែល server ទទួលបានជាមួយនឹង request របស់យើង server នឹងអាចបដូរពី connection របស់យើងពីធម្មតាទៅជាប្រភេទលក្ខណៈ WebSocket វិញបានហើយសម្រាប់ចំណុចទី3ហ្នឹងនៅពេលដែលតបភ្ជាប់បានហើយគឺយើងអាចហៅថាជា full duplex បន្ទាប់មកគឺ data exchange ហ្នឹងសួរថានៅពេលដែលយើងផ្លាស់ប្ដូរជាមួយទិន្នន័យរបស់គ្នាហ្នឹងយើងផ្លាស់ប្ដូរជាលក្ខណៈជា frame ឬជាទិន្នន័យលក្ខណៈ binary និយមទៅគឺផ្លាស់ប្ដូរគ្នាជា frame ឬក៏ binary តបមកនៅពេលដែលយើងប្រើប្រាស់គឺទី5 keep alive by connection យើងនៅពេល ping pong frame នេះគឺបញ្ជាក់ថានៅពេលដែលយើងប្រើប្រាស់ទៅវិញទៅមកយើងឆាតឬក៏យើងនៅតែតបភ្ជាប់គ្នាហ្នឹងហ្នឹងហើយគឺជាអ្វីដែលធ្វើឲ្យ server របស់ WebSocket ហ្នឹងគឺនៅដើរនៅឡើយគឺវាមិនទាន់បិទបន្ទាប់មកសួរថារបៀបម៉េចដែលវាបិទរបៀបបិទគឺជាចំណុចទី6គឺ closing the connection សម្រាប់ការបិទហ្នឹងគឺមានបិទពីរប្រភេទទី1គឺបិទដល់ client ឬក៏អ្នកប្រើប្រាស់នៅពេលដែលអ្នកប្រើប្រាស់គាត់ចង់បិទគាត់អាចចុច end បានចំណុចឯមួយទៀតគឺ client អាចកំណត់ពេលវេលាក្នុងរយៈពេល5នាទីឬក៏10នាទីបើសិនជាអត់មាន activity ឬក៏គ្មានអ្នកណាគេធ្វើអីទេ WebSocket ឬក៏ server មួយនឹងត្រូវបិទចេញតែខ្លួនឯងវាបិទអូតូហើយបន្ទាប់មកយើងចូលមកដល់ចំណុចទី4ចំណុចទី4និយាយថា where do we use WebSocket ឬក៏យើងអាចនិយាយបានថាតើពេលណាដែលយើងប្រើប្រាស់ WebSocket អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា WebSocket យើងប្រើប្រាស់រាល់ថ្ងៃប៉ុន្តែយើងអត់ដឹងថាយើងប្រើប្រាស់នៅកន្លែងណាខ្លះទេសម្រាប់អ្នកខ្លះអត់ស្គាល់អញ្ចឹងឥឡូវនេះខ្ញុំនឹងលើកឧទាហរណ៍មកទូចៗដើម្បីជម្រាបអ្នកទាំងអស់គ្នាថាយើងប្រើប្រាស់ WebSocket ដល់ថ្ងៃដែលមិនដឹងខ្លួនទី1គឺ Live Chat Application Live Chat Application ហ្នឹងគឺអ្នកទាំងអស់គ្នាស្គាល់ច្បាស់ជាងគេហ្មងអស់អាហ្នឹងជាលក្ខណៈយើងឆាតទៅតាម Messenger Telegram ឬក៏ Discord ជាដើមដល់ពេលដែលយើងឆាតទៅកាន់គ្នាឬក៏មិត្តភ័ក្តិអីហ្នឹងអាហ្នឹងគឺជា
យើងប្រើប្រាស់ WebSocket ទៅពីព្រោះថានឹងយើងតភ្ជាប់ពីមួយទៅមួយភ្លាមៗដោយគ្មាន delay បន្តមកទី2គឺ online game ឬក៏ gaming ទាំងអស់រាប់រួមទៅអ្នកនរក៏ស្គាល់ដែរនៅពេលដែលលេង game ដូចជា Mobile Legends ឬក៏លេង game បាញ់គ្នាអញ្ចឹងនៅពេលដែលយើងទៅសេនៅក្នុង chat ហ្នឹងគឺអាហ្នឹងឯងគឺយើងប្រើ WebSocket បន្តមក Live Notification គឺជាចំណុចទី3សម្រាប់ Notification ហ្នឹងគឺអ្នកទាំងអស់គ្នាគឺបានជួបតែដូចគ្នារាល់ថ្ងៃដែរគឺ Gmail អ្នកនរគ្នានៅពេលដែលបង្កើត account នីមួយ Facebook Notification នៅពេលណាគេ react ឬក៏ share អញ្ចឹងទៅហើយទី4មកគឺយើងជួបជាមួយនឹង Collaborative Editing អានេះគឺវាចំណុចសំខាន់ឬក៏ចំណុចល្អមួយសម្រាប់ WebSocket យើងអាចប្រើប្រាស់ជាមួយនឹង tool ឬក៏ដូចជា Figma ជាដើមយើងអាចប្រើប្រាស់ជុំគ្នាក្នុងរយៈពេល 4-5 នាក់ដើម្បីធ្វើ project មួយអញ្ចឹងទៅវាល្អវាអាចយើងអាចមើលឃើញរឿងឆានថាអ្នកណាគាត់ចង់ផ្លាស់ប្ដូរអ្វីចំណុចទី5គឺ Financial Tracker ឬក៏ Stock Market ចំណុចហ្នឹងគឺយើងប្រើប្រាស់សម្លេងលេងជាមួយនឹងលក្ខណៈ crypto ឬក៏លេងតាមដាន stock អញ្ចឹងទៅពីព្រោះថា stock market វាចូលមកពិភពលោកវាត្រូវការ update ក្នុង real time update ភ្លាមៗហើយយើងអាច thích ជាមួយនឹងអ្នកតែចង់ផ្លាស់ប្ដូរមកយើងនឹងភ្លាមៗដូចគ្នាដែរចំណុចទី5គឺចំណុចទី6គឺ live stock score live sport ហ្នឹងគឺចង់និយាយពីការយើងមើលជាមួយនឹង sport ដូចជាបាល់ទាត់បាល់ទះហើយហ្នឹងយើងអាចឆាតជាមួយគ្នាខ្លួនហ្នឹងយើងអាច betting ឬក៏ចាក់លុយគ្នាចឹងអាហ្នឹងជាលក្ខណៈ WebSocket ដែរហើយនោះតាមនេះយើងប្រើភ្លាមក្នុងពេលមួយហ្នឹងទី7គឺជា IoT ឬក៏ពាក្យពេញនិយាយថា Internet of Things ហ្នឹងគឺយើងងាយស្រួលបកស្រាយទេព្រោះថាហ្នឹងគឺយើងប្រើប្រចាំថ្ងៃដូចជា sensor នៅពេលយើងដើរចូលទ្វារអញ្ចឹងឬក៏នៅពេលដែលដល់កម្មចរាយន្តវា sensor វាបិទកុំឲ្យបិទទ្វារអញ្ចឹងទៅចំណុចចុងក្រោយគេគឺ streaming service ហ្នឹងគឺជាឧទាហរណ៍ដែលសាមញ្ញបំផុតគឺនៅពេលដែលយើងមើល live នៅក្នុង YouTube នៅក្នុង Twitch អីចឹងទៅអាហ្នឹងឯងនៅពេលដែលអ្នក live ហ្នឹងគាត់អាចអានជាមួយនឹង chat ដែលយើងទៅសេនៅក្នុង message ហ្នឹងបានអាហ្នឹងគឺជាឧទាហរណ៍ទាំងអស់នេះគឺជាឧទាហរណ៍ដែលសម្រាប់ខ្ញុំលើកឡើងមកជាមួយនឹង WebSocket ហើយចំណុចហ្នឹងអស់ប៉ុណ្្នឹងដែរជំរាបសួរលោកគ្រូខ្ញុំឈ្មោះឌីសេងហួរមកបកស្រាយនៅចំណុចទី5 Security in WebSocket ហើយនៅក្នុងចំណុចនេះគឺបែងចែកជា5ចំណុចដូចគ្នាគឺទី1ប្រើប្រាស់ WebSocket គឺប្រើប្រាស់ SSL ឬក៏ TLS ដើម្បី encrypt ទិន្នន័យហើយក៏វាការពារពីការស្ទាក់ចាប់ដោយអ្នកវាយប្រហារចំណុចទី2ការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់គឺត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់មុននឹងអនុញ្ញាតឲ្យភ្ជាប់ទៅនឹង WebSocket ឧទាហរណ៍ការប្រើប្រាស់ JSON Web Token ឬក៏ Session Token ចំណុចទី3ការអនុញ្ញាតគឺកំណត់សិទ្ធិអ្នកប្រើប្រាស់ថាតើពួកគេអាចធ្វើសកម្មភាពអ្វីខ្លះនៅក្នុង WebSocket Connection ឧទាហរណ៍អ្នកប្រើប្រាស់ធម្មតាមិនគួរមានសិទ្ធិផ្ញើសារទៅអ្នកប្រើទាំងអស់នោះទេចំណុចទី4ការពារប្រឆាំងនឹងការវាយប្រហារវាមាន3ចំណុច cross site WebSocket hijacking គឺប្រើ CARF token និងផ្ទៀងផ្ទាត់ Origin header Digital out survive កំណត់ចំនួនការតភ្ជាប់ឬអត្រានៃសារពីអតិថិជន Input validation ត្រួតពិនិត្យទិន្នន័យដែលផ្ញើមកពីអតិថិជនដើម្បីការពារការវាយប្រហារ SQL injection ឬ XSS ហើយចំណុចទី5ការគ្រប់គ្រងកំណត់ហេតុគឺរក្សាកំណត់ហេតុនៃសកម្មភាព WebSocket ដើម្បីតាមដានបញ្ហាសុវត្ថិភាពនិងឆ្លើយតបទៅទាន់ពេលចំណុចខ្ញុំមានតែប៉ុណ្ណឹងទេបន្តទៅចំណុចទី6បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះសំដាវីតខ្ញុំមកបកស្រាយចំណុចទី6ហើយចំណុចទី6នេះគឺយើងនិយាយអំពី command error ហើយនិង attack ឬក៏យើងអាចនិយាយបានថាការកំហុសជាទូទៅហើយនិងការវាយប្រហារអញ្ចឹងខ្ញុំសូមនិយាយ command error មុនcommand error ហ្នឹងគឺមានទាំងអស់ចំនួន5ចំណុចទី1យើងនិយាយអំពីការមិនប្រើប្រាស់ WAS នៅក្នុងWAS ហ្នឹងគឺជាកំហុសទូទៅធំបំផុតគឺការប្រើ WebSocket ដោយមិនមានការ encrypt WS ចំនួន WAS នេះវាធ្វើឲ្យទិន្នន័យងាយរងការស្ទាក់ចាប់ដោយអ្នកវាយប្រហារឧទាហរណ៍ការផ្ញើព័ត៌មានសម្ងាត់ password ឬទិន្នន័យតាមរយៈ WAS ហើយមួយទៀតគឺដំណោះស្រាយគឺយើងត្រូវតែប្រើ WAS ហ្នឹងជាមួយ SSL ហើយនិង TLS certificate ហើយខ្ញុំសូមបញ្យល់ SSL ហ្នឹងគឺបានន័យថាវាគឺជា
secure socket layer ហើយ secure socket layer ហ្នឹងគឺជាវិធីសាស្ត្រមួយសម្រាប់ធានាឲ្យការបញ្ជូនទិន្នន័យតាមអ៊ីនធឺណិតហ្នឹងមានសុវត្ថិភាពហើយចំពោះមួយទៀតTLS ហ្នឹងគឺបានន័យថា transport layer security គឺជាចំនួនថ្មីមួយហើយនឹងមានសុវត្ថិភាពជាង SSL ទៀតវាគឺជាវិធីសាស្ត្រដែលធ្វើឲ្យការទំនាក់ទំនងតាមអ៊ីនធឺណិតហ្នឹងមានសុវត្ថិភាពជាងមុនចំណុចទី2ការមិនផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ lack of authentication ការអនុញ្ញាតគឺជាការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ភ្ជាប់ទៅ web socket ដោយមិនផ្ទៀងផ្ទាត់អត្តសញ្ញាណអាចអនុញ្ញាតឲ្យអ្នកមិនមានសិទ្ធិចូលប្រើឧទាហរណ៍ការអនុញ្ញាតឲ្យអ្នកភ្ជាប់ដោយគ្មានtoken ឬក៏ session ID ដំណោះស្រាយនោះគឺយើងត្រូវតែប្រើ JSON web token JWT ឬក៏mechanism ផ្ទៀងផ្ទាត់ផ្សេងទៀតចំណុចទី3ការមិនកំណត់អត្រាសារបានន័យថាការអនុញ្ញាតឲ្យអតិថិជនឬក៏អ្នកប្រើប្រាស់នឹងផ្ញើសារច្រើនហួសហេតុដែលធ្វើឲ្យម៉ាស៊ីនមេឬក៏យើងហៅថា server ហ្នឹង error ឧទាហរណ៍ថាអតិថិជនម្នាក់ហ្នឹងគាត់ផ្ញើសារ1000សារក្នុង1វិនាទីហើយគឺចំពោះដំណោះស្រាយនេះដែរគឺយើងត្រូវអនុវត្ត rate limiting គឺដើម្បីកំណត់ចំនួនសារក្នុង1វិនាទីបានន័យថាយើងកំណត់ចំនួនសារដែលអ្នកប្រើប្រាស់ហ្នឹងគាត់អាចផ្ញើទៅអ្នកផ្សេងបានចូលដល់ចំណុចទី4គឺការមិនបានត្រួតពិនិត្យទិន្នន័យបញ្ចូលការទទួលយកទិន្នន័យពីអតិថិជនដោយមិនត្រួតពិនិត្យអាចនាំឲ្យមានកំហុសឬការវាយប្រហារឧទាហរណ៍អតិថិជនផ្ញើសារ JSON មិនត្រឹមត្រូវឬទិន្នន័យកំហើញដំណោះស្រាយនោះគឺយើងត្រូវត្រួតពិនិត្យទិន្នន័យនិងសម្អាតទិន្នន័យបញ្ចូលជានិច្ចចូលដល់ចំណុចទី5ការគ្រប់គ្រងកំហុសមិនត្រឹមត្រូវការបង្ហាញព័ត៌មានកំហុសលម្អិតឧទាហរណ៍ error message ទៅអតិថិជនអាចបង្ហាញព័ត៌មានសម្ងាត់ឧទាហរណ៍ថាការបង្ហាញ state break ឬ database error ដំណោះស្រាយនោះគឺយើងត្រូវបង្ហាញសារកំហុសទូទៅនិងរក្សាព័ត៌មានលម្អិតនៅក្នុង server log ចឹងចំណុច command attack គឺមានទាំងអស់និយាយទី1គឺ cross-site web socket hijacking នេះគឺជាការវាយប្រហារដែលអ្នកវាយប្រហារនឹងប្រើប្រាស់ cookie ឬ session របស់អ្នកប្រើប្រាស់ដើម្បីភ្ជាប់ទៅ web socket server ឧទាហរណ៍អ្នកវាយប្រហារបង្កើត website คล้ายៗដែលផ្ញើសំណើទៅ web socket ដោយប្រើប្រាស់ credential របស់អ្នកប្រើប្រាស់ការការពារទី1យើងត្រូវផ្ទៀងផ្ទាត់ origin header ដើម្បីធានាថាសំណើមកពី domain ត្រឹមត្រូវប្រើប្រាស់ CSRF token នៅពេលដែលភ្ជាប់ទៅ web socket ទី2គឺdental of server attack អ្នកវាយប្រហារព្យាយាមធ្វើឲ្យម៉ាស៊ីនមេ web socket ហ្នឹងលើសចំណុះបានន័យថា big data ដោយធ្វើការផ្ញើសំណើឬសារជាច្រើនទៅឧទាហរណ៍ការប្រើប្រាស់ botnet ដើម្បីបើកការភ្ជាប់ web socket ច្រើនក្នុងពេលតែមួយការការពារគឺយើងត្រូវកំណត់ចំនួនការតភ្ជាប់ក្នុងមួយ IP ហើយមួយទៀតគឺការអនុវត្ត rating limiting និង time out សម្រាប់ការតភ្ជាប់ស្លាយបន្តចំណុចទី3គឺ man in the middle attack ប្រសិនបើ web socket មិនប្រើប្រាស់ WAA ទេអ្នកវាយប្រហារអាចស្ទាក់ចាប់និងកែប្រែទិន្នន័យបានឧទាហរណ៍អ្នកវាយប្រហារនៅលើ Wi-Fi សាធារណៈស្ទាក់ចាប់សារដែលផ្ញើតាម WS ការការពារគឺយើងត្រូវប្រើ WAS ជាមួយ SSL និង TLS ដើម្បី encrypt ទិន្នន័យចំណុចទី4 cross-site skipping XSS Y web socket បើសិនបើទិន្នន័យ web socket ត្រូវបានបង្ហាញនៅលើទំព័របណ្ដាញដោយមិនបានសម្អាតឧទាហរណ៍អ្នកវាយឯកសារប្រើវាយប្រហារផ្ញើសារដែលមាន script alert hate script ការការពារគឺយើងត្រូវសម្អាតទិន្នន័យមុននឹងបង្ហាញនិងប្រើប្រាស់ content security policy ចំណុចទី5 session hijacking
ចំណុចនេះគឺអ្នកវាយប្រហារអាចលួចsession token ឬcookie ដើម្បីក្លែងបន្លំជាអ្នកប្រើប្រាស់ស្របច្បាប់ឧទាហរណ៍ការប្រើប្រាស់ XSS ដើម្បីលួច token និងប្រើវាដើម្បីភ្ជាប់ WebSocket ការការពារគឺយើងត្រូវប្រើ secure cookie និង token based authentication អញ្ចឹងខ្ញុំសូមចប់ចំណុចរបស់ខ្ញុំត្រឹមហ្នឹង គេជំរាបសួរលោកគ្រូខ្ញុំឈ្មោះទូចពិសិដ្ឋមកនិយាយតាក់ទងទៅនឹងចំណុចទី7គឺ web socket server មុននឹងយើងចូលដល់ហ្នឹងយើងត្រូវស្គាល់ពីអ្វីទៅជា web socket server ជាមុនសិន web socket server គឺជាផ្នែកដែលទទួល connection ពី client ហើយអាចផ្ញើឬក៏ទទួលពេលវេលាដែលច្បាស់លាស់មួយចំណុចបន្ទាប់គឺយើងចូលមកដល់ខ្ញុំនឹងនិយាយតាក់ទងទៅនឹងលក្ខណៈពិសេសរបស់ web socket នៅពេលដែលប្រើនៅក្នុងភាសានីមួយៗដំបូងគឺលក្ខណៈពិសេសរបស់ WebSocket ប្រើនៅក្នុង Python ទី1យើងអាចប្រើ WebSocket ជា library ទី2យើងវាសាមញ្ញហើយនឹងងាយស្រួលប្រើទី3ទៅនឹង control ទិន្នន័យ JSON ឬក៏ binary ទី4យើងអាចរត់ជាមួយនឹង Fast API ឬក៏ Django ចំណុចបន្តគឺលក្ខណៈពិសេសរបស់ WebSocket នៅក្នុងភាសា Java ទី1យើងអាចរត់នៅលើ Android app ទី2 control ទិន្នន័យ library ឬក៏ text ហ្នឹងគឺជាអក្សរទី3យើងអាចដាក់ជា SSL ឬក៏ secure socket layer ចូលមកដល់ចំណុចបន្តគឺតាក់ទងទៅនឹងលក្ខណៈពិសេសរបស់ WebSocket server នៅក្នុង Node.js ទី1គឺ WebSocket យើង control ទិន្នន័យ string ឬក៏ binary ទី2អាច podcast ទៅកាន់ client ទាំងអស់ទី3អាចដាក់ authentication មុនពេល connect អូខេចំណុចខ្ញុំចប់ប៉ុណ្ណឹងអរគុណសួរលោកគ្រូខ្ញុំឈ្មោះណានិញ្ញាថ្ងៃហ្នឹងដែរខ្ញុំមកនិយាយពី WebSocket API អញ្ចឹងក្នុងចំណុច WebSocket API នេះដែរខ្ញុំនិយាយពីចំណុចរបស់វាហើយនឹងអត្ថប្រយោជន៍របស់ WebSocket API អញ្ចឹង WebSocket API ហ្នឹងវាមានន័យថាការបញ្ចូលមុខងារ JavaScript មួយចំនួនដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងនិងអ្នកតំណែងហ្នឹងមានការតភ្ជាប់ជាមួយនឹង WebSocket កម្មវិធី WebSocket វាអនុញ្ញាតឲ្យកម្មវិធីបណ្ដាញធ្វើការទំនាក់ទំនងជាមួយនឹង server នៅពេលវេលាជាក់លាក់ណាមួយដោយមិនមានការប្រមូលផ្ដុំព័ត៌មានជារឿយៗដូច HTTP ដោយវាត្រូវការស្នើសុំថ្មីជាបន្តបន្ទាប់ចឹងចំណុចបន្តខ្ញុំនិយាយពីអត្ថប្រយោជន៍នៃ WebSocket API ក្នុងអត្ថប្រយោជន៍របស់វាហ្នឹងខ្ញុំលើកមកតែ10ចំណុចទេចំណុចទី1វាអាចផ្ញើសារទិន្នន័យពីភាគីទាំងពីរនៅពេលទាំងមួយដោយអត់ចាំបាច់ប្រើការតបភ្ជាប់តែមួយទេចំណុចទី2វាអត់ចាំបាច់រងចាំការឆ្លើយតបដើម្បីផ្ញើទិន្នន័យទេបន្ទាប់ពីបានបើកការតបភ្ជាប់ WebSocket ហើយទិន្នន័យរបស់វាគឺវាអាចផ្ញើបានលឿនជាងមុនហើយវាល្អសម្រាប់កម្មវិធីប្រើអ៊ីនធឺណិតដូចជាការជជែកលេងឆាតលេងល្បែងស៊ីសងតាមរយៈអនឡាញការផ្សាយបន្តផ្ទាល់តាមរយៈ Facebook អីជាដើមហើយវាអត់ដូច HTTP ទេដែលវាត្រូវការបើកការតភ្ជាប់ហ្នឹងជាបន្តបន្ទាប់ WebSocket ហ្នឹងគឺវាអាចបើកតែម្ដងគឺវាប្រើបានរហូតហើយវាជួយកាត់បន្ថយការចំណាយលើការបើកឬក៏បិទហ្នឹងឲ្យមានការតភ្ជាប់ឡើងវិញហើយម៉ាស៊ីនបម្រើអាចទិន្នន័យផ្ញើទិន្នន័យប្រើបានភ្លាមដោយអត់ចាំបាច់ client ទាមទារទេហើយវាល្អសម្រាប់ការជូនដំណឹងដែលគេហៅថា notification ហ្នឹងកម្មវិធីធ្វើការសហការជាដើមហើយវាអត់មាន header ទេទំហំនៃ HTTP វាហ្នឹងគឺក្នុងការបញ្ជូនហ្នឹងគឺវាបញ្ជូនទិន្នន័យលឿនហើយចំណុចចុងក្រោយហ្នឹងគឺវាល្អសម្រាប់សេវាកម្មលើបណ្ដាញវាមានល្បឿនលឿនឬក៏ឧបករណ៍របស់វាហ្នឹងច្រឡាត់អញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជំរាបសួរលោកគ្រូខ្ញុំឈ្មោះដូសុថិតមកបកស្រាយចំណុចទី9និយាយពី WebSocket and REST API ទី1និយាយពី connection របស់វា WebSocket បើក connection ម្ដងហើយរក្សាទុកវាជាប់វាមិនចាំបាច់បើកបាត់សំណើរពេលដែលមានទិន្នន័យចំណែកឯ REST API request ត្រូវបើក connection ម្ដងហើយបាត់បន្ទាប់ពីបានចម្លើយវាជាការភ្ជាប់ផ្ដាច់ម្ដងទី2គឺនិយាយពី use case WebSocket write time chat
notification stop update គេវាត្រូវការ delay latency ទាប response ភ្លាមៗចំណែកឯ REST API CRUD operation create read update ហើយនឹង delete ព័ត៌មានដែលវាទទួលបានលឿនក៏បានយឺតក៏បានបន្ទាប់ទៀតនិយាយអំពី bandwidth usage WebSocket វាទៅផ្ញើ header តិចហើយប្រើ bandwidth តិចចំណែកឯ REST API រើ request ត្រូវផ្ញើ header ច្រើនហើយប្រើ bandwidth ច្រើនដូចគ្នាមួយទៀតគឺនិយាយពី data flow របស់វា WebSocket មានទិន្នន័យ WebSocket មានសមត្ថភាពផ្ញើទិន្នន័យពី client ទៅ server ហើយនិងពី server មក client វិញចំណែកឯ REST API មានតែ client ផ្ញើ request server response តែប៉ុណ្ណោះចំណុចដែលខ្ញុំត្រូវបកស្រាយត្រូវបានបញ្ចប់អរគុណចំណុចទី10គឺនិយាយពី reference ហើយ demo project ចំពោះការ demo project គឺជូនទៅហឹងលីហេងគាត់ជាអ្នក demo project ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហឹងលីហេងថ្ងៃនេះខ្ញុំមក demo ពី WebSocket អញ្ចឹងចំពោះ WebSocket របស់យើងធ្វើពី chat ចំពោះchat គឺយើងធ្វើយើង send message ទៅ server ហើយ client ចាំទទួល message ពីយើងហើយវានឹងឆ្លើយតបមកយើង reply វិញមកលឿនតែមកអញ្ចឹងដូចឧទាហរណ៍ខ្ញុំជាក់ស្ដែងខ្ញុំឆាតទៅE3 ហើយខ្ញុំចុច send ទៅវាឆ្លើយតបមកវិញ E3 លឿនអញ្ចឹងនៅក្នុង project ហ្នឹងគឺខ្ញុំសរសេរដោយប្រើ framework Angular ជាមួយនឹង Node.js អញ្ចឹងដល់ពេលដែលវា send មកគឺយើងឃើញនៅពេលដែល client ចាំទទួលមកគឺឃើញmessage នៅហ្នឹងមាន hi មាន E3 អញ្ចឹងទៅអញ្ចឹងហើយចំពោះការ test នៅលើ Postman ការ test លើ Postman ដូចគ្នាយើងគ្រាន់តែ connect WebSocket របស់យើង localhost 80 មកតបមកយើង connect វាអញ្ចឹងពេលដែល connect ជោគជ័យយើងប្រកាសជាឃើញ connected នៅខាងស្ដាំដៃយើងជោគជ័យអញ្ចឹងយើងអាច send message ទៅដូចជា hello ពេលដែល send message ទៅគឺclient ក៏ចាំទទួលមកគឺ send មកឃើញមាន hello មកមួយទៀតហើយគឺអញ្ចឹងWebSocket របស់ខ្ញុំមានតែប៉ុណ្ណឹង demo ចំពោះក្រុមរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូ